សួស្តីអ្នកទាំងអស់គ្នាមើលទៅភ្នែកខ្ញុំក៏ដឹងថាថ្ងៃនេះខ្ញុំហត់មែនទែនដោយសារពីព្រឹកមិញគឺខ្ញុំងើបតាំងពីព្រលឹមព្រោះអីខ្ញុំមាន market គឺខ្ញុំទៅលក់ភេសជ្ជៈគឺខ្ញុំអ្នកលក់matcha អ្នកលក់ lemonade ហើយនឹងលក់តែជ្រក់ក៏មានលក់ដែរអ្នកទាំងអស់គ្នាហើយខ្ញុំមានលក់ជារបៀបទឹកដោះគោតែ milk tea ចឹងណាចឹងហើយគឺខ្ញុំទៅលក់ចឹងហើយខ្ញុំមកផ្ទះវិញមកដល់ផ្ទះប្រហែលម៉ោង7:04ហើយប៉ុន្តែអ្នកទាំងអស់គ្នាអីដែលខ្ញុំធ្វើឲ្យខ្ញុំដូចថាហត់ជាងគេគឺមានគេ hack account Instagram របស់ខ្ញុំនិយាយទៅខ្ញុំមកល្ងាចដែលខ្ញុំចេញមកផ្ទះវិញពីម៉ោង4ដល់ម៉ោងប្រហែលម៉ោង4ទៅដល់ម៉ោង4ដល់ម៉ោងប្រហែលជាម៉ោង8 4ម៉ោងអ្នកទាំងអស់គ្នាគឺខ្ញុំព្យាយាមយកexcuse me គឺខ្ញុំព្យាយាមយក Instagram របស់ខ្ញុំមកវិញfinally គឺខ្ញុំយកមកវិញបានហើយនៅពេលដែលខ្ញុំយកមកវិញបានហើយហ្នឹងគឺអ្នកដែល hack ខ្ញុំហ្នឹងគឺព្យាយាម hack ទៀតអត់ឈប់ទេខ្ញុំហត់មែនទែនដោយសារខ្ញុំងើបពីព្រលឹមហើយ like it's okay ប៉ុន្តែ dealing ជាមួយនឹងគេ hack account ណាពិតជា tiring ពិតជា hot មែនថ្ងៃនេះខ្ញុំយប់ឡើងអញ្ចឹងណាពេលខ្ញុំមុជទឹកហ្នឹងគឺខ្ញុំលាងមុខស្អាតហើយពេលអញ្ចឹងខ្ញុំប្រើ rose hip oil សម្រាប់លាបមុខរបស់ខ្ញុំខ្ញុំចូលចិត្តប្រើផលិតផលរបៀបជារបៀបប្រេងហើយផលិតផលដែលមានingredient ដូចថា ingredient តិចពួកអីផលិតផលខ្លះមាន ingredient មានគ្រឿងផ្សំច្រើនពេកដែលយើងអត់ដឹងថាគ្រឿងផ្សំហ្នឹងយើងអានទៅមិនដឹងថាអាហ្នឹងជាស្អីគេអញ្ចឹងមិនដឹងថាដាក់ស្អីគេខ្លះនៅក្នុងហ្នឹងពេលអញ្ចឹងផលិតផលដែលមានគ្រឿងផ្សំកាន់តែតិចខ្ញុំកាន់តែចូលចិត្តដូចជារបៀបrose hip oil មួយនេះអ្នកទាំងអស់គ្នាគឺវាជាប្រភេទប្រេងសុទ្ធជាប្រេងrose hip oil ហ្មងហើយនៅពេលដែលយើងលាបប្រេងហ្នឹងហើយគឺវាជួយផ្ដល់សំណើមដល់ស្បែកហើយវាជួយបំបត្តិស្លាកស្នាមនៅលើស្បែកហើយមួយទៀតគឺវាជួយដូចថាគេហៅថាជួយអីគេជួយស្អីគេដាក់ថាមិនដូចតែជួយកុំឲ្យយើងឆាប់ចាស់ Oh my god sorry អ្នកទាំងអស់គ្នាដោយសារខ្ញុំ tired ដល់ពេលចឹងខួរក្បាលខ្ញុំវាលេងចងចាំហីណែដូចកុំឲ្យឆាប់ជ្រួញជួយស្បែកកុំឲ្យជ្រួញយប់ឡើងគឺខ្ញុំលាបប៉ុណ្ណឹង and that's it easy skincare routine skincare routine របស់គេសិតតែលាប2-3 តង់ខ្ញុំវិញលាបតែ1តង់លាបតែប្រេងហ្នឹងហើយយប់ខ្លះបានលាបទៀតយប់ណាបានលាបហ្នឹងគឺថាសំណាងស្បែកមុខហ្នឹងឯណាប៉ុន្តែអ្នកទាំងអស់គ្នាសម្រាប់ខ្ញុំគិតថាពេលដែលយើងចង់ឲ្យស្បែកស្អាតវាអីដែលសំខាន់ជាងដូចថាគ្រឿងដែលយើងគេហៅគេគ្រឿងសម្អាងគ្រឿងដែលយើងយកមកលាបហ្នឹងគឺជារបស់ដែលយើងញ៉ាំហើយនឹងយើងគេងបានគ្រប់គ្រាន់អាហ្នឹងគឺវាជួយស្បែកយើងខ្លាំងជាងយើងលាបផលិតផលដែលថ្លៃអញ្ចឹងណាខ្ញុំជឿលើហ្នឹងអញ្ចឹងវិញហើយសម្រាប់ឥឡូវហ្នឹងគឺថាវារៀងជិតដល់ខែត្រជាក់នៅប្រទេសអូស្ត្រាលីនៅ Sydney អញ្ចឹងណាពេលអញ្ចឹងគឺខ្ញុំលាប
purple នៅលើបបោមាត់ខ្ញុំអញ្ចឹងទៅដើម្បីកុំឲ្យវាប្រេះ and yeah that's it អ្នកទាំងអស់គ្នាលាបគ្រាន់តែឲ្យវាមានសំណើមហើយ skin care routine ហើយមិនថាលេងសាយអីទេប៉ុន្តែចង់និយាយថាពេលខ្លះផលិតផលដែលសាមញ្ញគឺជាផលិតផលដែលល្អបំផុតអ្នកទាំងអស់គ្នាដែលដូចថាធម្មជាតិជួយឲ្យយើងជួយឲ្យស្បែកយើងស្រស់ថ្លាឲ្យស្បែកយើងស្អាតហើយវាអត់មានប៉ះពាល់សុខភាពទៀតឥឡូវនិយាយពីអ្នកមក hack Instagram របស់ខ្ញុំម្ដងនិយាយទៅអ្នកដែល hack ហ្នឹងគឺនៅ Sydney ព្រោះអីនៅពេលដែលគេដាក់ដូចថា Instagram send like alert ឲ្យខ្ញុំថាមានគេ log into account របស់ខ្ញុំតែពេលខ្ញុំមើលទៅគឺនៅ Sydney ហ្នឹងឯងlocation ហ្នឹងគឺនៅក្នុង Sydney អញ្ចឹងណាហើយខ្ញុំនឹងនិយាយទៅខ្ញុំអស់ 3-4 ម៉ោងហ្នឹងគឺខ្ញុំព្យាយាមយក Instagram របស់ខ្ញុំមកវិញហើយខ្ញុំយក ban ហើយខ្ញុំមកដូរ password ដូរអីទាំងអស់និយាយទៅ scammer ហ្នឹងគឺគាត់ចូលទៅក្នុងហ្នឹងហើយគាត់ដូរ email របស់ខ្ញុំគាត់ដក email របស់ខ្ញុំចេញហើយគាត់ដាក់ email របស់គាត់ចូលប៉ុន្តែគាត់អត់ដកលេខទូរស័ព្ទខ្ញុំខ្ញុំអត់ដឹងថាហេតុអីបានគាត់អត់ដកលេខទូរស័ព្ទប្រហែលជា Instagram អត់ឲ្យដកឬក៏មិនខ្ញុំអត់សូវដឹងដែរព្រោះខ្ញុំអត់ដែលមានអ្នក hack account សោះលើកទី1ឯងហើយនិយាយទៅខ្ញុំក៏ចង់និយាយថាខ្ញុំប្រើលេខទូរស័ព្ទរបស់ខ្ញុំដើម្បី reset password របស់ខ្ញុំមកវិញវាពេលដែលខ្ញុំព្យាយាម reset password ថ្មីរបស់ខ្ញុំគឺច្រើនដងមែនទែនដែល password ហ្នឹងគឺវាអត់ work ប៉ុន្តែឥឡូវគឺខ្ញុំធ្វើហើយit's all done and oh my god such a headache it's like មកពីធ្វើការហត់ហើយស្រាប់តែមានគេ hack Instagram ចឹងទៀត oh my goodness ហើយកូនយំផងអីផង oh my god ចឹងហើយបានចង់និយាយថាខ្ញុំហត់ប៉ុន្តែខ្ញុំគេងអត់លក់ដោយសារចង់និយាយពេលខ្លះយើងហត់ពេកចឹងណាចឹងហើយមកធ្វើវីដេអូលាបមុខអូខេអ្នកទាំងអស់គ្នាbye